សួស្តីអ្នកនរគ្នាឥឡូវយើងមកដល់សហគមន៍ហើយឥឡូវយើងកំពុងតែថ្លឹងគីឡូខ្ញុំដូចជា10គីឡូជាងអ្នកនរគ្នាស្អាតតែខ្ញុំ2នាក់គាត់ថាវាអត់អីទេហើយឥឡូវយើងមកដល់សហគមន៍ហើយមកលើកនេះរៀង fresh ជាងមុនអ្នកនរគ្នាតោះឥឡូវយើងទៅជួបជាមួយនឹងកាយរបស់យើងទាំងអស់គ្នាយេស្ដីយើងត្រៀមខ្លួនក្នុងការឡើងភ្នំអូនេះគេស្វាហាប់ណាអ្នកនរគ្នាមើលប្រហែលគីឡូឯងអានេះ6ជាងបងខ្ញុំអត់ទេខ្ញុំទូចមួយហើយដាក់គីឡូនៅសហគមន៍ហើយនេះឥឡូវយើងមកមើលតិចតួចតកតងជាមួយនឹងសហគមន៍តិចសិនអូខេនោះផ្ទះសហគមន៍អ្នកនរគ្នាផ្ទះសហគមន៍អូខេតោះយើងទៅឡើងក្នុងផ្សារអ្នកនរគ្នាណានិយាយទៅយើងកំពុងតែធ្វើដំណើរនៅតាមផ្លូវសហគមន៍រលាក់កងជើងអ្នកទាំងអស់គ្នានេះគឺជាផ្លូវធ្វើដំណើរពីសហគមន៍ទៅជើងភ្នំគ្រាន់តែបើកឆាកមកគឺសប្បាយចិត្តមែនតើអ្នកទាំងអស់គ្នាឥឡូវយើងធ្វើដំណើរគៀកមែនតើហើយពីចកេះភ្នំទៅជើងភ្នំតែយើងដើរដល់ផ្លូវចូលយើងតែបានណានេះគាត់ជួយយើងនឹងតែយើងអាចដើរទៅខាងដាក់តែសិនអូខេអានេះយើងអត់តឡើងភ្នំទេអ្នកគ្នាយើងត្រឹមតែផ្លូវធ្វើដំណើរទៅជើងភ្នំទេណាតែដោយសារតែភ្លៀងអញ្ចឹងហើយដីវារៀងតិចវារៀងពិបាកចង់និយាយថាក្បាលដំបងលេងប៉ុណ្្នឹងសិននៅមានបន្តទៀតទេអ្នកនរគ្នាយើងអាចឡើងរថយន្តជីបន្តទៀតបាននេះអ្នកនរគ្នាយើងចាប់តាមភាទៅហើយយើងដៃគូដៃកង់នេះយើងញ៉ាំទឹកដូងបន្តិចសិនមុនឡើងអូខេ3 2 1ឥឡូវមីសិនយើងចាប់ផ្ដើមហើយគ្រាន់តែមកចំហៀនចូលក្នុងព្រៃអ្នកនរគ្នាគឺស្ដីសុខខ្លាំងមែនតែម្ដងអញ្ចឹងខ្ញុំជប់ voice over ហើយខ្ញុំឲ្យអ្នកនរគ្នាស្ដាប់ជាមួយនឹងសំឡេងធម្មជាតិពិតហើយកន្លែងតំបន់ណាដែលខ្ញុំត្រូវប្រាប់អ្នកនរគ្នាខ្ញុំប្រាប់បន្តទៀតណានេះយើងទៅដើរបាន10នាទីអ្នកនរគ្នាម្នាក់មានអារម្មណ៍ថាហត់បដាហើយដោយសារតែយើងបាន warm up ពីខាងក្រោមមកប៉ុន្តែមិនបារម្ភអ្នកនរគ្នាខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលទស្សនីយភាពនៅខាងលើចង់ដឹងថានៅលើខ្នងផ្សារមានទេសភាពល្អប្រណិតប៉ុណ្ណាដែរតោះធ្វើដំណើរទៅកាន់ទីនោះទាំងអស់គ្នាLet's go បង Let's go បងទៅតិចតោះបងធ្វើស្អាតនេះអស់គ្នាអូខេបើពាក្យកណ្ដាលផ្លូវនេះ 50% ទៀតឥឡូវយើងមកដល់ដើមឈើមួយដែលធំខ្លាំងមែនតើអាចជាដំណាក់កាលដំបូងក៏ថាបានដូច្នេះខ្ញុំឈប់ហើយថតរូបពី3សន្លឹកទុកឲ្យអ្នកទាំងអស់គ្នាមើលជំហានបន្តមកទៀតគឺដល់ពេលដែលកាយកុហកយើងម្ដងគាត់កុហកយើងថាចិត្តដល់ឲ្យបងឡើងតែប៉ុន្មានទីទៀតទេ5 10នាទី20នាទីរហូតដល់2ម៉ោង3ម៉ោងអ្នកទាំងអស់គ្នាកាយជាងតាបានដូចជា2ម៉ោងហើយតែជាគៀកតិចគៀកនិយាយទៅគេ enjoy ខ្លាំងមែនតើដើរគេស្ដាប់ចម្រៀងបតាខ្ញុំនេះវិញបុកពោខ្លាចជាប់ copyright ទេវីដេអូនេះ
តែសង្ឃឹមថាអីចុះខំប្រឹង voice over កាត់ប៉ុណ្នេះហើយនិយាយរួមដូចគេនិយាយមែនបើមិនសាកទេគឺមិនដឹងទេខ្ញុំតែគិតថាខ្ញុំមិនអាចធ្វើបានទេឡើងភ្នំខ្ពស់បែបនេះហ៎ប៉ុន្តែសាកល្បងលើកទី1ហើយបានជោគជ័យលើកទី2វាខ្លាចជាបទពិសោធន៍របស់ខ្ញុំអាចឆ្លងដំណាក់កាលទាំងនោះមកបានយ៉ាងងាយស្រួលបំផុតប៉ុន្តែក៏ហត់ដែរហ្នឹងអ្នកនរគ្នាต้องดาวเรือบัดได้เนาะ នៅទេនៅក្រោយអាពេលដើមមកឈប់សម្រាប់បានបន្តិចយើងក៏បន្តដំណើរទៅមុខទៀតដោយសារតែក្តៅខ្លាំងពេកខ្ញុំចូលចិត្តដោះអាវហើយអ្នកនរគ្នា sorry ផងរៀងមើលមកតលុកតលុនបន្តិចហើយប៉ុន្តែដោយសារតែធំអត់បានទីបំផុតយើងដល់ដំណាក់កាលចិត្តចុងបញ្ចប់ហើយអ្នកនរគ្នាយើងចាប់បានឃើញសម្រាប់នៃធម្មជាតិរបស់ភ្នំផ្សារហើយនៅខ្វះតែប៉ុន្មានគីឡូទៅមុខទៀតទេពួកខ្ញុំជំរុញគ្នាខ្លាំងព្រោះថាឥឡូវម៉ោង2ហើយឃ្លានបាយក៏ឃ្លានបាយដែរហើយអាចចង់ឃើញសម្រាប់ធម្មជាតិនោះក៏ចង់ដែរអ្នកនរគ្នាទីបំផុតគឺបានអីគេទីបំផុតគឺយើងបានមកដល់ឋានសុលកីហើយថាណាទៅទេទីបំផុតគឺយើងបានទំនាក់ទំនងជាមួយធម្មជាតិហើយឡើងលើក្នុងសាលើកទីម៉ែនទេបងដល់ហើយអ្នកនរគ្នា4 ដងហើយបងឲ្យលើកអានេះរួចអូខេអ្នកនរគ្នាឥឡូវមកដល់ហើយនេះវាស្រល់ហើយអ្នកនរគ្នាវាស្រល់នៅនេះគេហៅគេសាខ្នងហ៎អត់ទេនេះមួយទៀតគេហៅខ្នងព្រះប៉ុណ្ណឹងគេហៅគេអូភ្លៀងហើយមកដល់ភ្លៀងហ្មងអ្នកនរគ្នាឥឡូវយើងដល់វាស្រល់ហើយបេសកកម្មចាំតែមើលក្នុងផ្សារអស់គ្នាស្អាតខ្លាំងអ្នកនរគ្នាយើងឡើងដល់កំពូលភ្នំអញ្ចឹងវារៀងមានអាប់ខ្លាំងមែនតើយ៉ាអ្នកនរគ្នាស្លាប់ស្គាល់បន្ទប់ទឹកនេះអត់បន្ទប់ទឹកនេះហេងតាស្គាល់ចេះអូបាទមើលអូមកគ្នាអត់មកបងមើលទៅមកអត់វានេះវាចាប់បងអូអត់ទេបាយពីមុខវិញយ៉ាចាញ់តាច់ឃើញតិចអត់ឃើញលេងនេះស្អាតរបស់វាអូខេតោះ let's go ឥឡូវយើងមកដល់ហើយអ្នកនរគ្នាជើងញ័រតិចដែរអត់អីទេ let's go នេះគឺជាជោគជ័យលើកទី2របស់ខ្ញុំដែលមកដល់ក្នុងផ្សារខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនអ្នកនរគ្នាលើកនេះអត់ដូចលើកមុនទេបែកកង់តាមផ្លូវក៏អត់មានដែរគឺបានរលូនខ្លាំងមែនទែនHello មិនដែរបាទញ៉ាំបាយឥឡូវមេឃភ្លៀងហើយប៉ុន្តែខ្ញុំគង់តែ enjoy ជាមួយនឹងមេឃភ្លៀងបន្តិចហ្នឹងខ្ញុំពិតជាចូលចិត្តជាមួយបរិយាកាសបែបហ្នឹងមែនតើតែរឿងមួយដែលខ្ញុំអត់ចូលចិត្តនោះគឺរតនាឡើយមាននិស័យនេះអ្នកនរគ្នាគឺសត្វទាកហ្នឹងអ្នកគឺដោយពាក្យចាស់ពោលថាក្រោយភ្លៀងមេឃសាឡាបន្ទាប់ពីភ្លៀងរួចយើងឃើញព្រះអាទិត្យលិចដ៏ស្រស់ស្អាតនៅលើកំពូលភ្នំក្នុងសំពៅបន្ទាប់ពីរៀបចំខ្លួនរួចគឺពួកខ្ញុំនាំគ្នាឡើងទៅលើក្នុងសំពៅលេងទីដែលមានវាលស្មៅស្រស់ស្អាតខ្លាំងបំផុតឥឡូវយើងកំពុងធ្វើដំណើរទៅអញ្ចឹងពេលនេះដល់ពេលដែលខ្ញុំ enjoy ជាមួយនឹងធម្មជាតិក៏ដូចជាថតរូបនិងផ្តិតយកវីដេអូជូនអ្នកទាំងអស់គ្នាមើលអញ្ចឹងទៅ enjoy ជាមួយនឹងទេសភាពជាមួយខ្ញុំអ្នកទាំងអស់គ្នាសង្ឃឹមថាវីដេអូនេះនឹងបម្រើអារម្មណ៍អ្នកទាំងអស់គ្នាបាត់អស់ទុក្ខកង្វល់តោះទៅស្ដាប់សំឡេងធម្មជាតិជាមួយនឹងការលេងកម្សាន្តជាមួយខ្ញុំចាប់យើងក្រមកវិញលុបដៃ Only love can say
ចង់ប្រាប់អ្នកទាំងអស់គ្នាថាត្រូវប្រើពេលវេលាមានន័យជាមួយនឹងដៃគូរបស់យើងអត់ដឹងថាផ្លូវខាងមុខវាមិនទេប៉ុន្តែដឹងត្រឹមថានៅពេលដែលយើងបានជួបគ្នានៅផ្លូវមួយនេះគឺយើងមានក្តីសុខខ្លាំងមែនទែនរក្សាពេលវេលារបស់អ្នកទាំងអស់គ្នាបានល្អ Try again, walk away, but I believe for you and me, the sun will shine one day. លេងបានប្រហែលជា2ម៉ោងដល់ពេលយប់ល្មមពេលវេលាដែល enjoy ជាមួយនឹងធម្មជាតិតែគឺវាលឿនខ្លាំងមែនតើអញ្ចឹងមិនគេនិយាយថាធ្វើការយូរ holiday លឿនប៉ុន្តែអត់អីទេខ្ញុំនឹងព្យាយាមចំណាយពេលជាមួយនឹងធម្មជាតិឲ្យបានកាន់តែច្រើនឥឡូវខ្ញុំទៅតង់វិញដើម្បីរៀបចំខ្លួនសម្រាប់ញ៉ាំអាហារពេលយប់ហើយអរគុណមែនតើផានិតហើយជាមួយនឹងមិត្តភក្តិទាំងអស់គ្នាដែលទទួលបានល្អជាមួយនឹងម្ហូបដ៏ឆ្ងាញ់ សាច់គោអាំងប្រឡាក់ដោយផានិតសម្រាប់ឆាក្តៅនិងសឡគឺដោយពូកាយនិយាយទៅអស់កម្លាំងអញ្ចឹងបានញ៉ាំជាមួយម្ហូបបែបព្រៃភ្នំបែបនេះគឺឥឡូវហ្នឹងខ្ញុំចាប់តាមក្លៀនទៀតហើយអញ្ចឹង good night អ្នកទាំងអស់គ្នាពេលព្រឹកនេះខ្ញុំបានឆ្លៀតទៅលេងជាមួយនឹងគ្រូមួយកន្លែងដែលមានឈ្មោះថាទឹកជ្រោះក្នុងផ្សារកន្លែងនេះគឺជាជាក់ខ្លាំងមែនតើសម្រាប់សម្រស់វិញគឺ10 លើ 10 តែម្ដងតែខ្ញុំមកបាននៅយូរអ្នកនរគ្នាខ្ញុំមិនទឹកមកផ្លែតក៏បន្តដំណើរទៅមើលទេសភាពពេលព្រឹករបស់ក្នុងផ្សារវិញ ពេលវេលាដើរលឿនខ្លាំងមែនតើមិនតិចទៀតដល់ពេលដែលខ្ញុំទៅផ្ទះវិញហើយខ្ញុំចំណាយពេល2ថ្ងៃមួយយប់នៅទីនេះគឺពិតជាអត់សោកស្ដាយមែនហើយអ្វីដែលខ្ញុំព្យាយាមឡើងមកមើលនេះគឺខ្ញុំអត់ស្ដាយក្រោយទេអញ្ចឹងសង្ឃឹមថាអ្នកនរគ្នានឹងមានឱកាសសម្រាប់ការដែលមកលេងកម្សាន្តនៅក្នុងផ្សារនេះដើរហើយជាមួយនឹងមើលទេសភាពស្អាតជាពិសេសក៏គុណសម្រាប់អូននឹងតែម្ដងនិយាយលេងអ្នកនរគ្នាឥឡូវដល់ពេលដែលខ្ញុំទៅផ្ទះវិញហើយអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូសង្ឃឹមថាវាជាការចែករំលែកនៅអារម្មណ៍ក្តីសុខមួយកាន់អ្នកទាំងអស់គ្នាហើយខ្ញុំក៏អរគុណមិត្តភក្តិទាំងអស់គ្នាដែលបានចូលរួមនៅក្នុង trip មួយនេះវាពិតជាមានន័យសម្រាប់ខ្ញុំមែនតើសង្ឃឹមថាវីដេអូនេះជាអនុស្សាវរីយ៍ល្អៗសម្រាប់អ្នកទាំងអស់គ្នាមើលកម្សាន្តនៅពេលដែលអត់សុខតើពេលណាយើងជួបគ្នាទៀតជួបគ្នាចៃឲ្យតើពេលណាយើងជួបគ្នាទៀតឆ្នាំក្រោយយេអញ្ចឹងពីខ្ញុំទៅសូមជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អរកទទួលទានមានបានអ្នកអត់គូក៏រកគូបានអ្នកដែលមានគូក៏ស្ថិតថេរជានិរន្តរ៍ទៅអរគុណអ្នកទាំងអស់គ្នាអរគុណខ្លាំងមែនតើដែលចំណាយពេលដ៏មានតម្លៃទស្សនានៅវីដេអូនេះជួបគ្នានៅតំបន់ផ្សេងៗជួបគ្នានៅវីដេអូក្រោយអរគុណអ្នកទាំងអស់គ្នាស្រឡាញ់អ្នកទាំងអស់គ្នាមួយបាយបាយសន្មតថាចប់ដោយបរិបូរណ៍យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់អស់លោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្តទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃតាមដានរឿងនេះតាំងពីដើមរហូតដល់ចប់សូមជូនពរសុខភាពល្អប្រាជ្ញាឈ្លាសវៃនិងសេចក្តីសុខសាន្តចូលមានដល់អស់លោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្តទាំងអស់គ្រប់ពេលវេលាសូមអរគុណ
សូមគោរពលា មែនតាបងមានកម្រិតដូចខ្ញុំហ៎